អ្វីខ្ញុំស្រឡាញ់បោះបង់រថយន្តប្រណិតផ្ទះប្រណិតហើយចាក់ចេញដោយដៃទេប៉ុន្តែត្រូវការលេងលេះជាមួយប្តីដ៏ល្អឥតខ្ចោះដែលមានទ្រព្យរាប់រយលានដុល្លារខ្ញុំឈ្មោះស៊ូយ៉ានខិតខំប្រឹងប្រែងពីស្រុកតូចមកដល់ស្ថានីយ៍ទូរទស្សន៍តែស្ទើរតែធ្វើឲ្យជីវិតខ្លាយជាដើមអាឡូដែលដុះក្នុងផ្ទះគេដើម្បីបង្ហាញការតែមួយដងខ្ញុំចាំថាពេលខ្ញុំជួបដំបូងជាមួយសិនហាវនីងគាត់បានឲ្យខ្ញុំទឹកឃ្មុំការភ្លូដូចរបស់នៅផ្ទះយាយខ្ញុំធ្លាប់គិតថានេះជាការចងចាំវាសនាតែឥឡូវទើបយល់ថានោះគ្រាន់តែជាការប្រព្រឹត្តចៃដន្យឲ្យប៉ុណ្ណោះអ្វីជាការគាត់ស៊ើបអង្កេតពីផ្ទៃខាងក្រោយខ្ញុំហើយបង្កើតជាអន្ទាក់សម្រាប់ខ្ញុំគាត់ដឹងមុនថាខ្ញុំជាក្មេងស្រីក្រីក្រពីទីប្រជុំជនតូចមួយដឹងពីភាពអសំណាងក្នុងគ្រួសារខ្ញុំហើយឃើញពីចិត្តថាខ្ញុំមានសេចក្តីប្រាថ្នាមិនចង់ចាញ់ចំពោះការឡើងកម្រិតសង្គមគាត់ឃើញខ្ញុំចំណាយប្រាក់ជួលឪពុកម្ដាយคล้ายឃើញខ្ញុំទៅស៊ូបង្វើបង្វែរក្នុងសង្គមម្ដាយគាត់និងក្រុមស្ត្រីមានសិទ្ធិឥតខ្ចោះប៉ុន្តែគាត់មិនដែលបង្ហាញការពិតនោះឡើយព្រោះក្នុងភ្នែកគាត់ខ្ញុំមិនដែលជាស្នេហាគឺតែជាដើមឯកាវេដែលគាត់ថែរក្សាឡើងយ៉ាងប្រុងប្រយ័ត្នត្រូវតែរីកស្រស់តាមការរំពឹងរបស់គាត់ផ្កាមួយដែលមានជីវិតសម្រាប់ការរីកស្រស់ដ៏អស្ចារ្យតែម្ដងវិញតបមកត្រូវស្ងួតស្លាប់គាត់ដូចជាវិជាសាស្ត្រិកដែលកំពុងសង្កេតមើលខ្ញុំដូចជាក្នុងចានសាកល្បងខ្ញុំទៅស៊ូរត់ចូលទៅរកពន្លឺដែលគាត់បានដាក់ឡើងឥឡូវគិតទៅវត្ថុដែលគាត់ផ្ដល់ឲ្យខ្ញុំសុទ្ធតែជឿចាប់ដាក់ចូលក្នុងបេះដូងនាឡិកាតម្លៃលានដែលគាត់ផ្ដល់ឲ្យខ្ញុំសម្រាប់ការខិតខំបង្ហាញខ្លួនជាស្ត្រីមានសិទ្ធិឥតខ្ចោះដើម្បីទទួលបានការពេញចិត្តពីឪពុកម្ដាយគាត់ព្រមទាំងលើកទឹកចិត្តឲ្យខ្ញុំប្រកួតប្រជែងតំណែងជាម្ចាស់ផ្ទះក្នុងពិធីជប់លៀងគ្រួសារគាត់ដឹងថាខ្ញុំជាមនុស្សស្យាមហើយប្រកាសជាចាប់យកឱកាសនេះបន្ទាប់ពីខ្ញុំអាចគប់ទល់ម្ដាយគាត់និងសហគមន៍ស្ត្រីមានសិទ្ធិទាំងមូលបានគាត់បានផ្ដល់ខ្សែស្រវ៉ាន់មុតមាសមួយទៀតនោះគ្រាន់តែជារង្វាន់សម្រាប់ការសម្ដែងល្អរបស់ខ្ញុំដូចម្ដេចម្ចាស់ផ្ទះផ្ដល់រង្វាន់សត្វចិញ្ចឹមដែលសម្ដែងបានជោគជ័យខ្ញុំនិងឪពុកម្ដាយคล้ายរបស់ខ្ញុំបោកគ្រួសារគាត់បានជោគជ័យពិធីមង្គលការត្រូវបានកំណត់គាត់បានដាក់ចិញ្ចៀនពេជ្រឲ្យខ្ញុំជាក់ស្ដែងសម្រាប់ខ្ញុំនោះមិនមែនជាភស្តុតាងមេស្នេហាឡើយតែជាការបញ្ចប់នៃកិច្ចព្រមព្រៀងបន្ទាប់ពីពិធីមង្គលការបញ្ចប់គាត់បានផ្ដល់ផ្ទះ4ជាន់នៅទីក្រុងជីងជូដែលមានតម្លៃខ្ពស់ជាងគេមួយដល់ខ្ញុំគាត់គិតថាដោយប្រើផ្ទះដែលខ្ញុំប៉ងប្រាថ្នាខ្លាំងបំផុតតាំងពីកុមារភាពអាចចងខ្សែអនាគតរបស់ខ្ញុំបានពេលខ្ញុំអង្គុយបានជាប់តំណែងជាអ្នកដឹកនាំកម្មវិធីហិរញ្ញវត្ថុគាត់បានផ្ដល់រថយន្តកីឡាមួយទៀតក្នុងភ្នែកគាត់ការលូតលាស់រាល់ជំហានរបស់ខ្ញុំត្រូវបានវាស់វែងនិងដឹកនាំដោយវត្ថុធាតុចុងក្រោយអ្វីដែលបំផ្លាញខ្ញុំគឺជាប្អូនប្រុសអាយុ8ឆ្នាំរបស់គាត់ឈ្មោះសែនហាវចិនដែលជាកូនក្រៅប្តីរបស់គាត់នៅពេលនោះហើយខ្ញុំទើបយល់ថាមូលហេតុដែលគាត់មិនជ្រើសរើសកូនស្រីអ្នកមានទេតែជ្រើសរើសខ្ញុំមិនមែនព្រោះខ្ញុំពិសេសអ្វីទេតែគ្រាន់តែគាត់គិតថាខ្ញុំងាយត្រូវគាត់គ្រប់គ្រងព្រោះកូនស្រីអ្នកមានមិនអាចទទួលយកការប្រព្រឹត្តមានកូនក្រៅប្តីបានទេចំណែកខ្ញុំវិញអាចធ្វើជាម្ដាយបន្ទាប់ដែលរក្សាសម្ងាត់របស់គាត់បានហើយលាក់បាំងអំពើអាម៉ាស់របស់កូនក្រៅប្តីបានផងគាត់ក៏អាចប្រើប្រាស់ភាពល្បីល្បាញរបស់ខ្ញុំជាអ្នកដឹកនាំកម្មវិធីហិរញ្ញវត្ថុដើម្បីប្រឆាំងនឹងការគ្រប់គ្រងពីឪពុកម្ដាយរបស់គាត់ខ្ញុំអាចទទួលយកការដែលគាត់មានកូនបានប៉ុន្តែអ្វីដែលខ្ញុំមិនអាចទទួលយកបានគឺគាត់មិនដែលស្រឡាញ់ខ្ញុំសោះពិភពលោកទាំងមូលដែលគាត់បានបង្កើតឡើងសម្រាប់ខ្ញុំចាប់ពីទឹកឃ្មុំការភ្លោះនៅពេលជួបគ្នាលើកដំបូងរហូតដល់រថយន្តកីឡានៅចុងក្រោយទាំងអស់គឺជាការកញ្ញាដោយត្រឹមត្រូវនិងគ្មានអារម្មណ៍អ្វីឡើយដូច្នេះខ្ញុំបានសួរគាត់ថាហេតុអ្វីបានបោកប្រាស់ខ្ញុំតែគាត់វិញត្រឡប់មកជាមួយភស្តុតាងអំពីអត្តសញ្ញាណคล้ายរបស់ខ្ញុំដោយភាពត្រជាក់ត្រជុំគាត់គិតថាខ្ញុំជាមនុស្សប្រភេទដូចគាត់គឺដាក់ប្រាក់និងផលប្រយោជន៍ជាលើកម្ពូលដូច្នេះគាត់បានប្រើប្រាក់យ៉ាងខ្លាំងដើម្បីស្រឡាញ់ខ្ញុំគិតថាបានចាប់យកចិត្តខ្ញុំដែលប្រាថ្នាចង់រួចផុតពីជីវិតកំលន់និងភ័យខ្លាចបាត់បង់ទ្រព្យសម្បត្តិដូច្នេះគាត់អាចគ្រប់គ្រងខ្ញុំបានជានិច្ចតែគាត់បានខុសខ្ញុំឈ្មោះស៊ូយៀនមានអំណត់ចិត្តមែនប៉ុន្តែខ្ញុំមិនដែលគិតថាការមានអំណត់ចិត្តឬមានយុទ្ធសាស្ត្រជាការខូចទេព្រោះអំណត់ចិត្តរបស់ខ្ញុំមិនមែនដើម្បីប្រលឹងប្រលីសុំអាហារឬសំណល់ពីគេឡើយខ្ញុំចង់បានពិភពមួយដែលខ្ញុំអាចឈរលើជើងខ្លួនឯងបានមិនមែនជាការរួមនៅក្នុងបាតដៃរបស់សែនហៅមីងទេដូច្នេះពេលខ្ញុំបានឃើញច្បាស់លាស់ហើយខ្ញុំបានបោះបង់ចោលអ្វីទាំងអស់ដែលគ្រូសាសែនបានផ្ដល់ឲ្យខ្ញុំបោះបង់ការងារជាអ្នកដឹកនាំដែលខ្ញុំធ្លាប់ស្រឡាញ់ដូចជាជីវិតផ្ទាល់ទោះបីជាការងារនោះមានញើសពិតរបស់ខ្ញុំក៏ដោយខ្ញុំក៏ត្រូវបំបែកចេញព្រោះវាត្រូវបានគាត់គូសគំនិតបំពោលរួចហើយគាត់បានប្រើអ្វីដែលខ្ញុំខ្វល់ខ្វាយបំផុតមកគំរាមកំហែងខ្ញុំដោយគិតថាខ្ញុំនឹងចុះចាញ់តែគាត់មិនដែលយល់ទេស្ត្រីម្នាក់ដែលបានឡើងពីផ្លូវលំបាកអ្វីដែលមិនខ្លាចបំផុតគឺការមិនមានអ្វីសោះខ្ញុំបើមិនមានអ្វីសោះទេក៏ត្រូវមានអស់អ្វីទាំងអស់